ហើយចំពោះបងប្អូនពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯងតវ៉ាពោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃកុំខឹងសម្បាជាមួយនឹងកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចយើងយល់យើងស្គាល់រដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកឬឲ្យបិទហើយនៅទីនេះមានតែនាយករដ្ឋមន្ត្រីទេហើយជាតួអង្គតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់និងតួអង្គកម្លាំងប្រអាវុធគឺនៅក្រោមជាតួអង្គតែមួយទេយើងមិនយល់បង្ហាញការមិនយល់របស់យើងចំពោះអ្វីដែលបានកើតជារឿងរបស់ថៃទេយើងមិនជឿជឿទេក៏ប៉ុន្តែហេតុអីបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីជួបជាមួយនាយករដ្ឋមន្ត្រីបែរជាគ្មានសិទ្ធិបើកហើយខាងនេះគឺសូមបញ្ជាក់ជូនត្រឡប់ទៅវិញថាប្រសិនបើថៃបើកនៅម៉ោង1យូរបំផុត5ម៉ោងខ្ញុំនិយាយថាយូរបំផុត5ម៉ោងព្រោះខ្ញុំចង់និយាយថាកៃឡូថៃថាប្រកាសបើកនៅម៉ោង1យប់យើងកន្លែងតដេកអត់ដឹងរឿងចឹងបានខ្ញុំនិយាយថាយូរបំផុត5ម៉ោងប៉ុន្តែបើសិនជាពេលថ្ងៃវិញប្រហែលជាត្រឹមតែ1ម៉ោងឬ2ម៉ោងកម្ពុជាបើកធម្មតាដូចស្រីវាងាយណានៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកអាប័ណ្ណបញ្ជានឹងវិញទៅវាជាប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាមិនទង់វែងឆ្នាំវែងទេណាដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលោកឡំជាមួយនឹងអារឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយកម្ពុជាគ្មានចំណែកដើម្បីទៅជួយស្រាយរឿងនេះទេហើយកម្ពុជានឹងបន្តធ្វើរួចហើយដោយសារតែហើយអ្នកឯងចង្អុលថាកម្ពុជាផន់ច្រឡំកម្ពុជាអត់បានផន់ច្រឡំទេអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងក្នុងពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតយើងក៏ចេះគិតគូរអំពីអ្វីដែលហៅថាម្ចាស់ការរបស់ខ្លួនដែរដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើអ៊ីនធឺណិតក៏ត្រូវបាត់បង់ប្រាក់ចំណូលដែលធ្លាប់បានមកពីអ៊ីនធឺណិតហើយយើងក៏កំពុងពិចារណាហើយសូមនិយាយទុកជាមុនថាលទ្ធភាពនៃការបិទមិនឲ្យនាំទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជាគឺជាលទ្ធភាពខ្ពស់ប្រសិនបើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការឡើងវិញ